ភាពទាំង4នេះនឹងជួយឲ្យតែបូឡានរបស់អ្នកទាំងអស់គ្នាអត់ងាយខូចនិងប្រើប្រាស់បានយូរយើងដឹងហើយថាសម្រាប់ម៉ាស៊ីនឡានជំនាន់ថ្មីនេះមិនថាឡានសាំងឬក៏ឡានម៉ាស៊ូតគឺមានបំពាក់មកជាមួយនឹងតែបូដើម្បីឲ្យអាយុកាលរបស់តែបូនេះប្រើប្រាស់បានយូរហើយអត់ងាយខូចភាពទី1នោះគឺការជ្រើសរើសប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវខ្ញុំសំដៅទៅដល់ទាំងកំហាប់ប្រេងម៉ាស៊ីនហើយនិង specification សម្រាប់កំហាប់ប្រេងម៉ាស៊ីនបើសិនជាអ្នកទាំងអស់គ្នាប្រើប្រាស់លក្ខខណ្ឌឡានរបស់អ្នកទាំងអស់គ្នានៅក្នុងក្រុងភាគច្រើនជាលក្ខខណ្ឌ start stop ច្រើនប្រឆេះឈប់ទៅធ្វើការតែនៅក្នុងក្រុងអ្នកទាំងអស់គ្នាគួរតែជ្រើសរើសប្រភេទប្រេងម៉ាស៊ីន Sinner Oil ប្រេងម៉ាស៊ីនដែលមានកំហាប់ស្ដើងខ្ញុំឧទាហរណ៍បើនៅក្នុង menu គេឲ្យជំរឿន 0W20 5W30 អ្នកទាំងអស់គ្នាគួរតែជ្រើសរើសកំហាប់ 0W20 ដើម្បីឲ្យដំណើរការប្រឆេះម៉ាស៊ីន cold start ដំបូងហ្នឹងឲ្យប្រេងរំអិលហ្នឹងជ្រាបចូលទៅក្នុងឡាញ់កបតាក់បូសម្រាប់ power តាក់បូហ្នឹងបានលឿនក៏ដូចជានៅក្នុងគ្រឿងបង្គុំផ្សេងៗរបស់ម៉ាស៊ីនបានលឿនដូចគ្នាហើយអ្វីដែលសំខាន់ហ្នឹងគឺវាជួយកាត់បន្ថយសំណឹកនៅក្នុងម៉ាស៊ីននិងជួយទៅដល់ fuel economy ការសន្សំចាយសាំងទី2កុំជាន់ហ្គាលឿនពេកនៅពេលដែលទើបតែប្រឆេះឡានដំបូងសូម្បីតែឡានដែលអត់មានតាក់បូយ៉ាងហោចណាស់ក៏អ្នកទាំងអស់គ្នាពេលប្រឆេះឡានភ្លាមរងចាំខ្ទង់10វិនាទីអីសិនដែរដើម្បីឲ្យប្រេងរំអិលហ្នឹងបានជ្រាបសពចូលទៅក្នុងគ្រឿងបង្គុំផ្សេងៗនៅក្នុងម៉ាស៊ីនវាជាកត្តាមួយផ្នែកដែលជួយឲ្យម៉ាស៊ីនឡានរបស់អ្នកទាំងអស់គ្នានឹងមានភាពរំអិលបានគ្រប់គ្រាន់កាត់បន្ថយការកកិតក៏ជួយពន្យាអាយុកាលរបស់ម៉ាស៊ីនឡានដែរហើយទី3នោះកុំប្រឡូតម៉ាស៊ីនឡានលឿនពេកនៅពេលដែលតាក់បូកំពុងតែក្តៅខ្លាំងណាជាពិសេសអ្នកដែលគាត់ជិះផ្លូវឆ្ងាយ3-4ម៉ោងហើយដល់ពេលដល់កន្លែងចំណតឡានឈប់ភ្លាមគាត់ប្រឡូតម៉ាស៊ីនឡានភ្លាមអញ្ចឹងអាហ្នឹងក៏វាប៉ះពាល់ទៅដល់ performance របស់តាក់បូឡានយើងដែរនៅពេលដែលយើងជិះ3-4ម៉ោងទៅតាក់បូកំពុងតែក្តៅហើយយើងទៅប្រឡូតម៉ាស៊ីនភ្លាមអញ្ចឹងវាធ្វើឲ្យកម្ដៅរបស់តាក់បូហ្នឹងគឺវាដុតប្រេងរំអិលដែលមាននៅជុំវិញហ្នឹងធ្វើឲ្យកើតទៅជាកាបោណាខាបូណៃអញ្ចឹងធ្វើឲ្យវាកកស្អិតជាប់កន្លែងរង្វិលស្លាប់ដែលរង្វិលកតាក់បូហ្នឹងអញ្ចឹងធ្វើឲ្យអាយុកាលរបស់តាក់បូឡានយើងក៏ធ្លាក់ទៅតាមនឹងដែរនៅពេលដែលយើងបន្តធ្វើអញ្ចឹងយូរទៅពេលដែលយើងចូលចំណតហ្នឹងគឺយើងប្រឆេះឡានចង់បាត់ធ្វើអីទេប្រឆេះចោល1នាទី2នាទីទៅដើម្បី cool down តាក់បូហ្នឹងហើយបើសិនអ្នកទាំងអស់គ្នាចង់ប្រឡត់ចាំប្រឡត់នៅពេលដែលវារៀងត្រជាក់2-3នាទីតិចចឹងណាចុងក្រោយគេគឺអាសាដូរប្រេងសិនតិចដោយសារតែឡានដែលមានបំពាក់មកជាមួយនឹងតាក់បូវាមានកម្ដៅខ្លាំងអញ្ចឹងវាធ្វើឲ្យប្រេងរំអិលក៏ងាយនៅក្នុងការខូចខាតងាយឡើងខ្មៅដែរជាទូទៅណែនាំឲ្យ5000ទៅ6000ម៉ៃបើយើងគិតទៅខ្ទង់7ទៅ8000គីឡូឲ្យផ្លាស់ប្ដូរម្ដងបើសិនជាអ្នកទាំងអស់គ្នាប្រើប្រាស់ប្រេង fully synthetic សម្រាប់ឡានទំនើបដែលមានតាក់បូអញ្ចឹងគឺខ្ញុំនៅតែណែនាំឲ្យជ្រើសរើសប្រេងម៉ាស៊ីនណាដែលជាប្រភេទ fully synthetic ដោយសារតែប្រេងម៉ាស៊ីន 100% សំយោគគឺវាជួយទប់កម្ដៅនៅក្នុងម៉ាស៊ីនបានល្អវាអត់ងាយនៅក្នុងការបែកម៉ូលេគុលប្រេងហើយក៏ធ្វើឲ្យការប្រើប្រាស់នឹងបានយូរដែរអាចថាចន្លោះពី5ទៅ6ខែ7ទៅ8000គីឡូអញ្ចឹងទៅ